សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីរិតថ្ងៃនេះយើងសូមលើកយកស្នាដៃនិពន្ធរបស់ទស្សនវិទូដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកមួយរូបគឺលោក Ryan Martin គឺជាសៀវភៅមួយក្បាលដែលមានចំណងជើងថា Why We Get Mad មកធ្វើការអត្ថាធិប្បាយដោយសង្ខេបជូនបងប្អូនទាំងអស់គ្នាដែលប្រែមកជាភាសាខ្មែរថាហេតុអ្វីយើងខឹងគ្រាន់តែឮចំណងជើងនេះក៏ដឹងដែរថាសៀវភៅនេះនិយាយពីវិធីនៅក្នុងការទប់ទល់កំហឹងនិងការកែប្រែកំហឹងទៅជាសកម្មភាពវិជ្ជមានដែលចំណេះដឹងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នាលោក Ryan Martin គឺជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ Wisconsin System ដែលមានបទពិសោធន៍ជាង20ឆ្នាំនៅក្នុងការស្រាវជ្រាវនិងដកបទពិសោធន៍ទៅលើប្រធានបទហេតុអ្វីបានជាយើងខឹងហើយប្រធានបទនេះដែរទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់នៅជុំវិញពិភពលោកហើយបើនៅក្នុងវេទិកានិយាយជាសាធារណៈ TED Talk វិញប្រធានបទនេះមានអ្នកចូលទស្សនាជាង5លានដងទៅហើយនៅក្នុងការយល់ឃើញរបស់យើងខឹងគឺជាអារម្មណ៍មួយមិនឡងនោះទេព្រោះវាបានធ្វើឲ្យយើងបាត់បង់សមត្ថភាពនៅក្នុងការវិនិច្ឆ័យបែងចែករកខុសហើយនឹងត្រូវនិងបាត់បង់ការគ្រប់គ្រងខ្លួនឯងដែលបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានឡើយហើយសៀវភៅមួយក្បាលនេះនឹងបង្រៀនយើងឲ្យចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងកែប្រែការខឹងទៅជាសកម្មភាពវិជ្ជមានឡើងវិញហេតុផលមួយដែលអ្នកនិពន្ធសរសេរសៀវភៅមួយក្បាលនេះឡើងគឺដោយសារតែគាត់បានបង្រៀននៅមុខវិជ្ជានេះនៅឯសាកលវិទ្យាល័យធំៗជាច្រើនហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសិស្សនិស្សិតទើបគាត់សម្រេចចិត្តចងក្រងប្រធានបទនេះទៅជាសៀវភៅមួយក្បាលនេះឡើងតែម្ដងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យសាធារណជនទូទៅបានអាននិងដឹងពីវិធីគ្រប់គ្រងអារម្មណ៍ការគិតនិងសកម្មភាពខ្លួនឯងដើម្បីធានាបាននូវការរស់នៅមួយប្រកបទៅដោយសុភមង្គលនិងសុខដុមរមនាក្នុងជីវិតមនុស្សទូទៅយល់ថាការបញ្ចេញកំហឹងផ្ដេសផ្ដាសមិនមែនជារឿងល្អនោះទេព្រោះវាអាចធ្វើឲ្យសកម្មភាពឬសម្ដីរបស់យើងប៉ះពាល់ទៅដល់ទំនាក់ទំនងសង្គមនិងគ្រួសាររបស់យើងតែចំពោះអ្នកនិពន្ធសៀវភៅនេះវិញគាត់បានលើកឡើងថាការដែលខំប្រឹងទប់កំហឹងក៏មិនមែនជារឿងល្អនោះដែរគាត់និយាយថាកំហឹងប្រៀបដូចជាចំហេះប្រេងឥន្ធនៈយ៉ាងអញ្ចឹងបើសិនជាយើងមិនចេះប្រើប្រាស់វានឹងបំផ្លាញយើងតែបើសិនជាយើងចេះគ្រប់គ្រងនិងចាត់ចែងកំហឹងរបស់យើងបានល្អនោះវាអាចក្លាយទៅជាចំហេះដ៏មានអត្ថប្រយោជន៍សម្រាប់យើងទៅវិញទេបើធ្វើការប្រៀបធៀបកំហឹងរបស់យើងទៅនឹងគ្រាប់បែកមួយគ្រាប់មនុស្សភាគច្រើនមានការភ័យខ្លាចនឹងវាយើងព្យាយាមដោះវាមិនឲ្យវាផ្ទុះចេញមកក្រៅតែអ្វីដែលសៀវភៅមួយក្បាលនេះបានបង្រៀនយើងនោះគឺប្រាប់យើងឲ្យដឹងពីវិធីដោះគ្រាប់បែកនេះហើយយករំសេវវាចេញហើយកែច្នៃរំសេវនោះទៅជាចំហេះដុតរោលមហិច្ឆតារបស់យើងឲ្យធ្វើរឿងដែលមានប្រយោជន៍សម្រាប់យើងទៅវិញស្ដាប់ដល់ចំណុចនេះគ្រប់គ្នាប្រកាសជាអន្ទះសារណាស់ថាមានសៀវភៅល្អបែបនេះដែរណមិនខុសទេសៀវភៅនេះប្រហែលជាសៀវភៅដែលគ្រប់គ្នាមើលរំលងនិងត្រូវបានមនុស្សជាច្រើនវិតម្លៃទាបពេកហើយព្រោះវាជាឧបករណ៍ដ៏សំខាន់មួយដែលយើងគ្រប់គ្នាត្រូវតែមានដើម្បីរស់នៅក្នុងសង្គមមួយនេះឲ្យមានសុភមង្គលតទៅនេះយើងនឹងចំណាយពេលវេលាជាង20នាទីមកស្ដាប់ខ្លឹមសារសង្ខេបក្នុងសៀវភៅនេះដោយយើងនឹងធ្វើការបែងចែកវាជា3ផ្នែកផ្នែកទី1យើងមកមើលបន្តិចអ្វីទៅហៅថាកំហឹងហើយវាកើតឡើងមកពីណាផ្នែកទី2តើកំហឹងបាននាំនៅផលប៉ះពាល់អ្វីខ្លះដល់យើងហើយនៅផ្នែកទី3យើងមកស្ដាប់ពីវិធីក្នុងការគ្រប់គ្រងកំហឹងនិងវិធីកែប្រែកំហឹងទៅជាកម្លាំងវិជ្ជមាននិយាយដល់កំហឹងអ្វីដែលលេចចេញពីក្នុងខួរក្បាលយើងមុនគេនោះគឺអំពើហិង្សាតែអ្នកនិពន្ធបានលើកឡើងថាកំហឹងអាចជាមូលហេតុនាំឲ្យកើតអំពើហិង្សាពិតមែនតែកាយវិការនិងពាក្យសម្ដីហិង្សាទាំងនេះតាមពិតមិនមែនកើតឡើងដោយសារតែកំហឹងតែមួយមុខឡើយអ្នកនិពន្ធបានលើកឡើងនៅឧទាហរណ៍ផ្ទាល់ខ្លួនបែបនេះថាឪពុករបស់គាត់គឺជាបុគ្គលម្នាក់ដែលឆាប់ខឹងខ្លាំងណាស់តែងតែខឹងចំពោះរឿងរ៉ាវតូចតាចដែលកើតឡើងនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់គ្រាន់តែរឿងកំពេចកំប៉ុកមួយចំនួនក៏អាចធ្វើឲ្យគាត់ខឹងសម្បាគ្រប់ពេលវេលាបានដែរគាត់ឧស្សាហ៍ឆ្លោះគ្នាជាមួយនឹងអ្នកបម្រើអ្នករត់ឡានតាក់ស៊ីនិងអ្នកដឹកជញ្ជូនជាដើមទម្លាប់អាក្រក់បែបនេះធ្វើឲ្យ Martin និងក្រុមគ្រួសាររបស់គាត់រស់នៅមិនសូវមានសុភមង្គលដូចគ្រួសារដទៃឡើយហើយដូច្នេះហើយបានជា Martin មានការដិតដាមខ្លាំងតាំងពីកុមារភាពនិងសន្យាថានឹងរកវិធីដ៏ល្អបំផុតក្នុងការកែប្រែទម្លាប់អាក្រក់របស់ឪពុកគាត់និងធ្វើការចែករំលែកវាទៅកាន់មនុស្សក្នុងលោកឆ្លងតាមរយៈការវិភាគស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំរួចមកគាត់រកឃើញថាខឹងគឺជាអារម្មណ៍ដ៏សាមញ្ញនិងស្មោះត្រង់បំផុតរបស់មនុស្សវាមិនអាចកុហកបានទេរឹតតែមិនអាចលាក់វាចិត្តឲ្យតែអ្នកជាមនុស្សនៅពេលដែលអ្នកជួបប្រទះនៅរឿងអយុត្តិធម៌ណាមួយកើតឡើងមកលើខ្លួនឬសកម្មភាពរបស់យើងត្រូវបានគេរារាំង
នោះយើងនឹងមានអារម្មណ៍ថាខឹងភ្លាមកំហឹងមានលក្ខណៈពិសេសមួយនោះគឺវាអាចបង្កើតនៅធម៌ពលដ៏ខ្លាំងក្លាដែលយើងត្រូវការបញ្ចេញវាមកខាងក្រៅវាអាចបង្ហាញចេញនៅអារម្មណ៍ឬសកម្មភាពអវិជ្ជមានគួរឲ្យកត់សម្គាល់ដែលមិនស្របគ្នាទៅនឹងបរិបទដែលយើងកំពុងស្ថិតនៅបើធ្វើការវិភាគពីជ្រុងវិទ្យាសាស្ត្រវិញនៅពេលដែលយើងជួបនឹងរឿងរ៉ាវឬមនុស្សដែលធ្វើឲ្យយើងខឹងខួរក្បាលរបស់យើងនឹងបង្ហាញជម្រើសពីរឲ្យយើងគឺប្រយុទ្ធប្រឆាំងនិងរត់គេចវេះកំហឹងធ្វើឲ្យបេះដូងរបស់យើងលោតញាប់ដកដង្ហើមផុតឈាមរត់លឿនពីពេញសារពាង្គកាយដែលអាការៈនេះនឹងធ្វើឲ្យក្លូកូសនៅក្នុងឈាមងាយរត់ទៅកាន់សាច់ដុំដែលធ្វើឲ្យយើងងាយនឹងបញ្ចេញកម្លាំងអ្វីមួយដោយសារតែកម្រិតនៃឈាមរត់ខុសប្រក្រតីវាក៏អាចធ្វើឲ្យយើងមានមុខឡើងក្រហមដៃទាំងពីរចាប់ផ្ដើមញ័រនិងចេញញើសសស្រាក់តែម្ដងមនុស្សប្រក្រតីម្នាក់នៅពេលដែលជួបរឿងដែលធ្វើឲ្យគាត់ខឹងវានឹងបញ្ចេញអាការៈបែបនេះស្ទើរគ្រប់គ្នាហើយនៅដំណាក់កាលនេះម៉ាទីនមិនទាន់ចាត់ទុកថាវាជាកំហឹងនៅឡើយទេគាត់ឲ្យឈ្មោះថាអាការៈមុនពេលកើតកំហឹងនៅក្នុងសៀវភៅនេះបានលើកឡើងនូវឧទាហរណ៍មួយនេះតោះយើងមកស្ដាប់ទាំងអស់គ្នាមានម្ដាយជាស្ត្រីមេផ្ទះម្នាក់ពេលព្រឹកឡើងគាត់ប្រញាប់ប្រញាល់ជូនកូនរបស់គាត់ទាំងពីរទៅសាលារៀននៅពេលបើកបរតាមផ្លូវជូនកូនទៅសាលានោះអារម្មណ៍របស់គាត់គឺគិតតែពីការងារដែលការងារនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់គាត់ព្រោះគាត់ត្រូវធ្វើ proposal ទៅកាន់ថ្នាក់លើរបស់គាត់នៅក្នុងពេលបន្តិចទៀតនេះស្រាប់តែពេលនោះកូនតូចម្នាក់របស់គាត់ដែលអង្គុយនៅបាំងខាងក្រោយចាប់ផ្ដើមប្រឡែងគ្នាស្រែកឡូឡាធ្វើឲ្យគាត់មិនអាចផ្ដោតអារម្មណ៍គិតទៅលើការងាររបស់គាត់បានឡើយចៃដន្យអីពេលជិតទៅដល់សាលារៀនទៅហើយនោះស្រាប់តែគាត់មិនប្រយ័ត្នបើកបំពេញភ្លើងក្រហមធ្វើឲ្យប៉ូលីសចរាចរណ៍ផាកពិន័យអស់ទាំងថវិកានិងបានដកពិន្ទុបើកបររបស់គាត់ទៀតផងភ្លាមនោះកំហឹងរបស់គាត់បានចាប់ផ្ដើមពុះកញ្ជ្រោលឡើងហើយគាត់ក៏បានស្ដីបន្ទោសខ្លាំងៗទៅកាន់កូនរបស់គាត់និងស្រែកជេរប៉ូលីសហើយជាលទ្ធផលពេលគាត់ទៅធ្វើការក៏មិនទទួលបានសមិទ្ធផលល្អដែរនៅក្នុងឧទាហរណ៍នេះហាក់បីដូចជាការដែលត្រូវប៉ូលីសចរាចរណ៍ផាកពិន័យនេះគឺជាព្រឹត្តិការណ៍បំផ្ទុះកំហឹងមួយដែលជាមូលហេតុធ្វើឲ្យគាត់ខឹងក្រោធអញ្ចឹងតែជាក់ស្ដែងកូនកំហឹងរបស់គាត់បានកើតមានឡើងតាំងពីពេលដែលគាត់ត្រូវបានកូនរបស់គាត់មករំខាននិងសម្ពាធការងាររបស់គាត់តាំងតែពីមុនពេលគាត់ចេញពីផ្ទះមកម្លេះអ្វីទៅជាកត្តាដែលធ្វើឲ្យកូនកំហឹងរបស់យើងអាចវិវត្តទៅជាការបំផ្ទុះកំហឹងបាននោះវាត្រូវឆ្លងកាត់ដំណាក់កាលមួយដែលអ្នកនិពន្ធហៅថាដំណាក់កាលវិតម្លៃនៅពេលដែលមានរឿងមិនសមបំណងណាមួយកើតឡើងខួរក្បាលរបស់យើងអាចធ្វើការវិតម្លៃពីរដងលើកទី1គឺធ្វើការវិតម្លៃថាតើរឿងនោះវាបានបំពានយើងធ្វើឲ្យយើងមានអារម្មណ៍ថាចង់រើបំរាស់ឬត្រូវប្រតិកម្មនឹងវាឬអត់ហើយក្រោយពេលដែលយើងសម្រេចចិត្តថាត្រូវបញ្ចេញប្រតិកម្មនឹងវានោះយើងត្រូវធ្វើការវិតម្លៃលើកទី2ទៀតគឺថាតើកម្រិតនៃការបំពាននោះវាធ្ងន់ធ្ងរកម្រិតណាហើយយើងត្រូវបញ្ចេញប្រតិកម្មយ៉ាងម៉េចនៅក្នុងសេណារីយ៉ូអាក្រក់បំផុតមួយនៅពេលដែលរឿងនេះវាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់គោលការណ៍របស់យើងនោះកំហឹងនឹងចាប់ផ្ដើមផ្ទុះឡើងម៉ាទីនមានមិត្តភក្តិម្នាក់ឈ្មោះថាណូអាគឺជាអ្នកសម្ដែងសិល្បៈលើឆាកមួយរូបណូអាគឺជាមនុស្សស្លូតម៉ូតនិងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សគ្រប់គ្នាមានថ្ងៃមួយណូអាបានមកប្តឹងម៉ាទីនថាខ្លួនបានប្រព្រឹត្តកំហុសខុសឆ្គងមួយដ៏ធំគឺជាមិត្តរួមការងារនៅលើឆាកដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានណូអាបានរៀបរាប់ថានៅពេលសមសម្ដែងគឺតម្រូវឲ្យមានតួអង្គតែ2នាក់ទេណូអានិងតួអង្គម្នាក់ផ្សេងទៀតតែដោយសារតែការសម្ដែងមានការប្រែប្រួលទាន់ហន់ទាមទារឲ្យណូអាសម្ដែងមនុស្ស2នាក់ក្នុងពេលតែមួយដែលតម្រូវឲ្យគាត់ច្រត់ចុះរត់ឡើងក្រោមឆាកផងលើឆាកផងហើយត្រូវដូរសម្លៀកបំពាក់ឲ្យបានលឿនបំផុតនិងត្រូវទន្ទិញប៉ារ៉ូសម្ដែងឲ្យចាំក្នុងពេលដ៏ខ្លីទៀតផងការផ្លាស់ប្ដូរទាន់ហន់បែបនេះធ្វើឲ្យណូអាមានការភិតភ័យនិងបារម្ភខ្លាំងណាស់ខ្លាចខ្លួនសម្ដែងមិនបានល្អស្ថានភាពបែបនេះធ្វើឲ្យណូអាកើតមាននៅកូនកំហឹងមួយរួចទៅហើយចៃដន្យអីស្រាប់តែអ្នកតុបតែងសម្លៀកបំពាក់បានធ្វើឲ្យសម្លៀកបំពាក់របស់ណូអារហែកកាន់តែធ្វើឲ្យគាត់មិនសប្បាយចិត្តរហូតដល់ផ្ទុះជាកំហឹងហើយក៏ជាទៅកាន់អ្នកតុបតែងសម្លៀកបំពាក់នោះនៅលើឆាកតែម្ដងនៅក្នុងឧទាហរណ៍ខាងលើនេះដំបូងណូអាមិនអាចទទួលយកបាននៅសម្ពាធមួយដែលនាងត្រូវទ្រាំទ្រមុននេះទៅហើយការដែលអ្នកតុបតែងសម្លៀកបំពាក់ធ្វើឲ្យរហែកសម្លៀកបំពាក់របស់នាងនោះវាមិនមែនជារឿងធំដុំមែនតែវាជាចំណុចមួយដែលកំហឹងរបស់ណូអាត្រូវផ្ទុះឡើងហើយការដែលសម្រេចចិត្តហ៊ានហាមាត់ជេរក្រុមការងារនៅលើឆាកបែបនេះក៏ដោយសារតែណូអាពេលនោះបានគិតថារឿងនោះសំខាន់និងធ្ងន់ធ្ងរណាស់សម្រាប់គាត់អាចគិតទៅដល់សេណារីយ៉ូអាក្រក់បំផុតមួយនោះគឺបើសិនជាដោយសារតែសម្លៀកបំពាក់រហែកនេះធ្វើឲ្យខ្លួនមានអារម្មណ៍មិនល្អសម្ដែងមិនបានល្អ
ហើយបើសិនជាការសម្ដែងលើកនេះមិនបានល្អក្រុមរបស់ខ្លួននឹងមិនទទួលបានជ័យលាភីហើយខ្លួននឹងមិនអាចសម្រេចគោលបំណងក្លាយជាតារាសម្ដែងក្នុងរោងមហោស្រពនោះបានទេហើយវានឹងធ្វើឲ្យគាត់បរាជ័យក្នុងជីវិតអ្នកអាចនិយាយថាវាមិនមែនជារឿងធំដុំនោះទេមែនហើយតែមនុស្សមានចំណុចដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេនោះផ្សេងគ្នានិងមានចំណុចរសើបមិនដូចគ្នាឡើយខាងលើនេះយើងបានស្ដាប់នៅឧទាហរណ៍ពីរហើយដែលបកស្រាយប្រាប់យើងថាអ្វីទៅជាកំហឹងហើយវាមកពីណាតទៅនេះយើងងាកមកស្ដាប់ខ្លឹមសារសំខាន់ទី2ដែលនឹងនិយាយពីផលវិបាកដែលកើតឡើងដោយសារតែកំហឹងបើសិនជាយើងមិនចេះគ្រប់គ្រងវាឲ្យបានល្អទេនោះដំបូងកំហឹងអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមនៅក្នុងសៀវភៅនេះ Martin បានបង្ហាញប្រាប់យើងថាស្ទើរតែ80ទៅ90%ទៅហើយនៃកំហឹងរបស់មនុស្សកើតឡើងនៅក្នុងទីសាធារណៈដូច្នេះការដែលមិនចេះគ្រប់គ្រងអារម្មណ៍និងកំហឹងខ្លួនឯងឲ្យបានត្រឹមត្រូវអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកនិងមនុស្សជុំវិញខ្លួនអ្នកដើម្បីបញ្ជាក់ពីការលើកឡើងនេះ Martin និងក្រុមការងារស្រាវជ្រាវរបស់គាត់បានតាក់ទងទៅកាន់បុគ្គលអនាមិកមួយចំនួនដែលឧស្សាហ៍ធ្វើការបញ្ចេញមតិអវិជ្ជមាននិងតែងតែវាយប្រហារបុគ្គលសាធារណៈនៅលើបណ្ដាញសង្គមតាមការពិសោធន៍បានបង្ហាញថាជនអនាមិកដែលតែងតែនិយាយមិនល្អចូលចិត្តជេរប្រមាថមនុស្សដែលគាត់មិនស្គាល់នៅលើបណ្ដាញសង្គមជាទូទៅក៏ឧស្សាហ៍មានបញ្ហាក្នុងជីវិតខាងក្រៅនិងមិនសូវមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនដែរលើពីនេះទៅទៀតកំហឹងក្រៅតែពីធ្វើឲ្យទំនាក់ទំនងក្នុងសង្គមរបស់យើងមានបញ្ហាហើយនោះវាក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងមិនតិចដែរវិជ្ជបណ្ឌិតជំនាញបានរកឃើញថាអ្នកជំងឺសម្ពាធឈាមខ្ពស់ដែលមានអាយុក្រោម60ឆ្នាំជាទូទៅមានលក្ខណៈពិសេសរួមគ្នាមួយគឺពួកគេជាមនុស្សដែលចូលចិត្តបញ្ជាអ្នកដទៃចង់ឲ្យគេធ្វើតាមអ្វីដែលខ្លួនចង់បានជាមនុស្សមានចិត្តឆេវឆាវនិងខឹងច្រើនអ្នកនិពន្ធបាននិយាយថាការដែលចូលចិត្តដាក់ក្តីរំពឹងខ្ពស់ពេកទៅលើអ្នកដទៃតែងតែធ្វើឲ្យខ្លួនឯងខកចិត្តជារឿយៗដែលជាហេតុធ្វើឲ្យយើងចាប់ខឹងបេះដូងលោតញាប់សម្ពាធឈាមឡើងខ្ពស់សាច់ដុំឡើងតឹងនិងអរម៉ូនមួយចំនួនចាប់ផ្ដើមបញ្ចេញក្នុងបរិមាណហួសកម្រិតហើយដើម្បីកាត់បន្ថយកំហឹងមនុស្សទាំងនេះអាចប្រើប្រាស់នៅថ្នាំរងាប់អារម្មណ៍មួយចំនួនឬក៏សេពគ្រឿងស្រវឹងជក់បារីជាដើមដែលជាហេតុបង្កឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរដូចជាឈឺក្បាលលះលហើយគេងមិនលក់ឡើងទម្ងន់គ្មានចំណង់អាហារជាដើមខាងលើនេះយើងបានដឹងហើយពីផលវិបាកដែលកំហឹងរបស់យើងអាចបង្កឡើងដោយសារតែយើងមិនអាចគ្រប់គ្រងវាបានតទៅនេះយើងចូលមកដល់ខ្លឹមសារសំខាន់ជាងគេក្រោយពេលដែលយើងបានដឹងហើយថាកំហឹងកើតឡើងដោយសារអ្វីមកពីណាហើយបង្កនៅបញ្ហាអ្វីខ្លះដល់យើងនោះយើងមកមើលវិធីគ្រប់គ្រងវាវិញម្ដងសៀវភៅនេះមិនមែនបង្រៀនយើងឲ្យចេះត្រឹមតែដោះគ្រាប់បែកនោះទេតែវាក៏ប្រាប់យើងពីរបៀបក្នុងការដកយកគ្រាប់រំសេវមកធ្វើជាកម្លាំងកាំជ្រួចរុញច្រានជំរុញចិត្តយើងឲ្យធ្វើសកម្មភាពវិជ្ជមានជំនួសឲ្យការបញ្ចេញអំពើហិង្សាទៅវិញនៅផ្នែកទី1យើងបានលើកឡើងហើយថាមុននឹងវាកើតជាកំហឹងវាត្រូវឆ្លងកាត់នៅដំណាក់កាលវាតម្លៃពីរដំណាក់កាលសិនទី1ថាតើវាបានរំលោភនៅគោលការណ៍ណាមួយរបស់យើងដែរឬអត់និងទី2តើវាធ្ងន់ធ្ងរកម្រិតណាគ្រប់គ្រាន់នឹងធ្វើឲ្យយើងបញ្ចេញប្រតិកម្មយ៉ាងម៉េចប៉ុន្តែជាទូទៅប្រព័ន្ធវាតម្លៃរបស់យើងមិនមានភាពសុក្រិតនិងដំណើរការប្រក្រតីគ្រប់ពេលនោះទេវាតែងតែលំអៀងទៅតាមអារម្មណ៍របស់យើងដូច្នេះអ្នកនិពន្ធបានណែនាំថាបើសិនជាចង់គ្រប់គ្រងកំហឹងរបស់យើងបាននោះយើងគួរតែរៀនធ្វើការវិនិច្ឆ័យនិងវិតម្លៃឲ្យមានភាពត្រឹមត្រូវនិងយុត្តិធម៌ជាមុនសិនអ្នកនិពន្ធបានលើកឡើងថានៅពេលដែលយើងខឹងវាងាយនឹងធ្វើឲ្យយើងមានការភ័ន្តច្រឡំ5យ៉ាងទី1ហៅថាការវិតម្លៃរួមហួសហេតុឬនិយាយឲ្យស្រួលស្ដាប់ជាងនេះគឺចូលចិត្តម៉ៅអួរយកទាំងអស់ឧទាហរណ៍ថានៅពេលដែលអ្នកបើកឡានចេញទៅធ្វើការជាប់ស្តុបក្រហមមួយហើយស្រាប់តែបើកទៅមុខបានប្រមាណ100ម៉ែត្រទៀតក៏ជាប់ស្តុបក្រហមមួយទៀតកំពុងតែប្រញាប់ទៅធ្វើការមិនទាន់ផងអ្នកក៏រអ៊ូថាហេតុអ្វីក៏ពីផ្ទះទៅកន្លែងធ្វើការចម្ងាយផ្លូវប៉ុណ្ណឹងសោះស្តុបមិនចេះចប់យ៉ាងអញ្ចឹងនេះគឺជាការភ័ន្តច្រឡំមួយដែលអ្នកធ្វើការវិតម្លៃរួមហួសហេតុធ្វើឲ្យអ្នកមានអារម្មណ៍ខ្លួនឯងថ្ងៃនេះសោយបើជាប់ស្តុបក្រហមរហូតបែបនេះតាមពិតក្នុងចំណោមស្តុបទាំង10ដែលអ្នកបើកបរឆ្លងកាត់មានតែស្តុប2ឬ3ស្តុបប៉ុណ្ណោះដែលលោតពណ៌ក្រហមតែស្តុប2 3នេះក៏គ្រប់គ្រាន់ល្មមនឹងធ្វើឲ្យអ្នកវាតម្លៃថាខ្លួនថ្ងៃនេះមិនមានសំណាងល្អដែរហេតុការណ៍បែបនេះក៏អាចធ្វើឲ្យអ្នកខឹងបានដែរទី2គឺតែងតែចង់ឲ្យអ្នកដទៃធ្វើតាមអ្វីដែលខ្លួនចង់បានឧទាហរណ៍ដូចជាពេលដែលអ្នកតម្រង់ជួសយកសម្បត្តិយន្តហោះឬក៏អង្គុយរង់ចាំទទួលសេវាកម្មក្នុងធនាគារអ្នកតែងតែរអ៊ូរទាំថាហើយចុះមិនដាក់បុគ្គលិកឲ្យបានច្រើនបន្តិចមកហេតុអីទុកឲ្យអតិថិជនច្រើនយ៉ាងនេះអង្គុយរង់ចាំតែអ្នកមិនបានគិតទេថាពេលខ្លះ
អាចមកពីខ្វះធនធានមនុស្សឬក៏ការដែលថៃបុគ្គលិកតែម្នាក់ពីរនាក់នេះក៏អាចធ្វើឲ្យលើសផែនការចំណាយដែលអាចធ្វើឲ្យសមុទ្រយន្តហោះដែលអ្នកទិញនោះឬសេវាកម្មអតិថិជនដែលអ្នកទទួលបាននោះក៏ឡើងថ្លៃទៅតាមនោះដែរការភ័ន្តច្រឡំទី3គឺខឹងគោវីរ៉ូតេអ្នកមានដែលចំណាំមើលទេថាហេតុអ្វីបានជាបុគ្គលិកធ្វើការនៅមន្ទីរពេទ្យមានទឹកមុខមិនស្របោះឬក៏ពេលខ្លះអាចពោលពាក្យអសុរោះចំពោះអ្នកជំងឺប្រសិនបើអ្នកជាអ្នកជំងឺអ្នកប្រហែលជាមិនអាចយល់បានទេថាហេតុអ្វីគ្រាន់តែការញញឹមរាក់ទាក់យកចិត្តទុកដាក់ទៅលើអ្នកជំងឺវាពិបាកខ្លាំងម្ល៉េះសម្រាប់ពួកគាត់តែបើអ្នកជាគលានុបដ្ឋាយិកាឬអ្នកធ្វើការនៅមន្ទីរពេទ្យវិញប្រកាសជាយល់អារម្មណ៍មួយនេះមួយថ្ងៃគេត្រូវជួបអ្នកជំងឺរាប់រយនាក់ហើយដោយដែលបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយរាល់អ្នកជំងឺដែលចូលទៅដល់មន្ទីរពេទ្យហើយមិនដែលមានទឹកមុខស្រស់បោះនោះទេគាត់កំពុងតែមានទុក្ខវិបត្តិរឿងបញ្ហាសុខភាពរបស់គាត់ឬក្រុមគ្រួសាររបស់គាត់ម្នាក់មកសួរព័ត៌មានសុទ្ធតែចង់បានដំណោះស្រាយល្អសុទ្ធតែចង់ប្រញាប់គ្រប់គ្នាអារម្មណ៍អវិជ្ជមានទាំងនេះនឹងត្រូវបញ្ជូនទៅកាន់បុគ្គលិកមន្ទីរពេទ្យហើយធ្វើឲ្យគាត់មានអារម្មណ៍ថាធុញទ្រាន់ស្ពឹកមុខតាំងតែពីព្រលឹមមកម្ល៉េះដូច្នេះបើសិនជាអ្នកជាអតិថិជនថ្មីទើបនឹងចូលក្រោយក៏ត្រូវប្រឈមមុខនឹងការជះឥទ្ធិពលឬការបញ្ចេញកាយវិការនិងពាក្យសម្ដីមិនសមរម្យពីសំណាក់បុគ្គលិកដែលធ្វើការនៅទីនោះផងដែរដោយសារតែគាត់បានដោះស្រាយរឿងជាច្រើនរួចទៅហើយមុននឹងជួបអ្នកការភ័ន្តច្រឡំទី4ដែលងាយនឹងធ្វើឲ្យយើងមានការខឹងសម្បារដែរនោះគឺគិតអាក្រក់ពេកទៅលើរឿងដែលមិនទាន់បានកើតឡើងនៅពេលដែលរៀបនឹងមានបញ្ហាអ្វីមួយកើតឡើងមនុស្សយើងតែងតែគិតទៅដល់លទ្ធផលអាក្រក់បំផុតឬបារម្ភខ្លាំងហួសហេតុពីរឿងដែលមិនទាន់កើតឡើងដោយករណីអ្នកសម្ដែងនៅលើឆាក Noah ដែលយើងបានលើកឡើងនៅក្នុងឧទាហរណ៍ខាងលើនេះគឺពិតជាបានបញ្ជាក់ពីករណីទី4នេះហើយគាត់បារម្ភថាគ្រាន់តែសម្លៀកបំពាក់របស់គាត់រហែកអាចធ្វើឲ្យប៉ះពាល់ដល់ការសម្ដែងរបស់គាត់ដល់មុខមាត់ក្រុមការងារគាត់ទាំងមូលរហូតដល់ធ្វើឲ្យខូចអនាគតនិងក្តីស្រមៃរបស់គាត់តាមពិតវាមិនអាក្រក់ដោយគាត់គិតនោះទេអ្នកត្រូវដឹងថារឿងភាគច្រើនដែលយើងបារម្ភហួសហេតុវាមិនបានកើតឡើងឡើយការភ័ន្តច្រឡំចុងក្រោយគេគឺឧស្សាហ៍ឃើញមានដែរនៅក្នុងការងារនិងការរស់នៅរបស់យើងនោះគឺយើងឧស្សាហ៍ដាក់ស្លាកឈ្មោះឲ្យអ្នកដទៃឧទាហរណ៍ថានៅកន្លែងធ្វើការយើងមិនពេញចិត្តនឹងមនុស្សម្នាក់មិនខ្វល់ថាគាត់ធ្វើនោះទេគឺអ្នកមិនពេញចិត្តគាត់តែម្ដងនេះវាស្មើនឹងការផ្ដល់ស្លាកឈ្មោះមួយស្ថិតនៅលើខ្លួនគេថាគេជាមនុស្សមិនល្អវាគ្រាន់តែជាការយល់ឃើញរបស់យើងចំពោះគេតែប៉ុណ្ណោះតែតាមពិតគេអាចនឹងមិនអាក្រក់ដូចយើងគិតនោះទេអ្នកប្រហែលជាអាចទៅផ្លុំត្រចៀកថៅកែរបស់អ្នកទៀតថាម្នាក់នេះជាមនុស្សមិនល្អទេហើយបើថៅកែរបស់អ្នកមិនយល់ស្របតាមអ្នកទេនោះអ្នកអាចនឹងស្ដីឲ្យទាំងថៅកែទៀតថាមេម្លេចក៏មានភ្នែកអត់ប្រស្រីអញ្ចឹងមនុស្សអាក្រក់ដល់ថ្នាក់នេះទៅហើយនៅមើលមិនឃើញទៀតឃើញទេការវាតម្លៃលំអៀងរបស់អ្នកទៅលើនរណាម្នាក់វាធ្វើឲ្យគ្រោះថ្នាក់ណាស់ដល់ជីវិតការងារនិងការរស់នៅរបស់អ្នកហើយនេះក៏ជាហេតុផលមួយដែលធ្វើឲ្យអ្នកកើតជាកំហឹងដោយសារតែការភ័ន្តច្រឡំបែបនេះអ្នកនិពន្ធបានបញ្ជាក់ស្មារតីថាបើសិនជាអ្នកធ្លាក់ចូលក្នុងចំណុចណាមួយក្នុងចំណោមចំណុចទាំង5ខាងលើនេះនោះអ្នកត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទែនព្រោះវានឹងអាចនាំអ្នកឲ្យទៅរកក្តីមហន្តរាយដោយសារតែការភ័ន្តច្រឡំទាំងនេះដែលវាជាប្រភពនៃកំហឹងរបស់យើងនេះហើយទោះបីជាអារម្មណ៍ខឹងពេលខ្លះមិនមែនជាមូលហេតុដែលធ្វើឲ្យកើតទៅជាអំពើហិង្សាឬសម្ដីហិង្សាក៏ដោយចុះតែកត្តាទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាស្អិតរមួតខ្លាំងណាស់ដូច្នេះដើម្បីជៀសពីការភ័ន្តច្រឡំខាងលើនេះអ្នកនិពន្ធបានណែនាំនូវវិធីសាស្ត្រសាមញ្ញមួយដើម្បីធ្វើការគ្រប់គ្រងកំហឹងខ្លួនឯងដែលយើងអាចរៀនអនុវត្តតាមបានហើយចាំទុកវានៅក្នុងខួរក្បាលទប់ចិត្តខ្លួនឯងឲ្យបាននៅរាល់ពេលដែលយើងជួបប្រទះនូវរឿងដែលធ្វើឲ្យយើងមានអារម្មណ៍ពុះកញ្ជ្រោលវិធីនេះងាយទេតែដំបូងទាមទារឲ្យយើងត្រៀមក្រដាសមួយសន្លឹកនិងប៊ិចមួយដើមមិនមែនពេលខឹងឲ្យអ្នកទៅត្រៀមប៊ិចត្រៀមក្រដាសនោះទេតែវាគ្រាន់តែជាការហ្វឹកហាត់ដែលធ្វើឲ្យអ្នកចងចាំក្នុងចិត្តនៅពេលដែលជួបរឿងដែលធ្វើឲ្យអ្នកខឹងសូមបងប្អូនទាំងអស់គ្នាយកប៊ិចគូសតារាងមួយដែលមានប្រអប់4បន្ទាប់មកគិតពីរឿងរ៉ាវណាមួយដែលធ្លាប់កើតឡើងក្នុងជីវិតអ្នកដែលអ្នកគិតថាធ្ងន់ធ្ងរមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយសួរខ្លួនឯងនៅ4សំណួរខាងក្រោមនេះ1នៅក្នុងប្រអប់ទី1គិតថាចំណុចណាឬរឿងណាដែលធ្វើឲ្យអ្នកផ្ទុះកំហឹងឡើងកុំទម្លាក់កំហុសលើអ្នកដទៃកុំយករឿងមុនមកពាក់ព័ន្ធនឹងរឿងក្រោយគ្រាន់តែចង់ដឹងថាតើរឿងណាមួយដែលធ្វើឲ្យអ្នកខឹងពិតប្រាកដ2នៅក្នុងប្រអប់ទី2គិតថាតើក្នុងចំណោមចំណុចភ័ន្តច្រឡំដែលយើងបានលើកឡើងទាំង4ខាងលើតើអ្នកកំពុងតែធ្លាក់ចូលក្នុងចំណុចមួយណា3នៅក្នុងប្រអប់ទី3តើយើងបានបញ្ចេញសកម្មភាពអ្វីខ្លះដើម្បីរំសាយកំហឹងហើយវាបានធ្វើឲ្យយើងទទួលផលវិបាកអ្វីខ្លះ4បើសិនជាដឹងពីកំហុសទាំងនេះហើយបើពេលវេលាត្រឡប់ក្រោយតើអ្នកសង្ឃឹមថានឹងធ្វើការផ្លាស់ប្ដូរអ្វីខ្លះដើម្បីឲ្យលទ្ធផលល្អជាងនេះប្រកបណាស់
ការដែលគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុនពេលកំហឹងកើតឡើងនិងគ្រប់គ្រងសកម្មភាពខ្លួនឯងក្រោយពេលកំហឹងកើតឡើងគឺសុទ្ធតែសំខាន់ដូចគ្នាដូច្នេះអ្នកនិពន្ធក៏បានឲ្យយើងរៀនសួរខ្លួនឯង3សំណួរទៀតមុននឹងសម្រេចចិត្តថាគួរខឹងឬក៏អត់ហើយគួរខឹងកម្រិតណាទី1គិតបន្តថាតើយើងពិតជាទទួលបាននូវភាពយុត្តិធម៌ឬការបំពេញគោលការណ៍របស់យើងមែនឬក៏អត់2គិតបន្តិចថាតើហេតុផលអ្វីដែលរារាំងយើងមិនឲ្យយើងសម្រេចកិច្ចការដែលយើងចង់ធ្វើតើរឿងទាំងនោះពិតជាមិនអាចទប់ទល់បានមែនទេតើមនុស្សទាំងនោះមានចេតនាដែរឬអត់3តើលទ្ធផលដែលកើតឡើងនេះអាចធ្វើឲ្យយើងទទួលបានផលប្រយោជន៍ឬការខាតបង់អ្វីខ្លះកំហឹងរបស់យើងអាចកើតឡើងក្នុងពេលមួយពព្រិចភ្នែកហើយសំណួរទាំងនេះបើអ្នកទន្ទិញវាចាំនៅក្នុងខួរក្បាលក៏វាប្រើពេលវេលាខ្លីដែរតែក្នុងពេលវេលាដ៏ខ្លីនេះវាអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងកំហឹងអំពើហិង្សាឬជ្រុលខ្លួនបង្កនូវគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃក៏អាចថាបានបើសិនជាអ្នកអាចទប់អារម្មណ៍ខ្លួនឯង5វិនាទីហើយសួរសំណួរខាងលើនេះវាអាចធ្វើឲ្យអ្នកកែប្រែកំហឹងទៅជាកម្លាំងចិត្តវិជ្ជមានដ៏ខ្លាំងក្លាមួយបានចេះគ្រប់គ្រងកូនកំហឹងរបស់ខ្លួនឯងនិងដឹងពីចំណុចដែលធ្វើឲ្យខ្លួនឯងផ្ទុះកំហឹងហើយសួរសំណួរខ្លួនឯងទាំងប៉ុន្មានខាងលើនេះនោះនឹងអាចគ្រប់គ្រងអារម្មណ៍និងកំហឹងខ្លួនឯងបានហើយកំហឹងវាប្រៀបដូចជាកញ្ចក់មួយផ្ទាំងយ៉ាងអញ្ចឹងវាអាចឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់អ្នកគ្រប់ពេលការទប់កំហឹងមិនមែនជាដំណោះស្រាយទេតែការដែលចេះគ្រប់គ្រងកំហឹងកែប្រែវាឲ្យคล้ายទៅជាកម្លាំងជំរុញចិត្តវិញទើបជាអ្វីដែលសភៅមួយក្បាលនេះចង់បង្ហាញប្រាប់យើងជាចុងក្រោយយើងមកធ្វើការសង្ខេបត្រួសឡើងវិញពីខ្លឹមសារសំខាន់ដែលមាននៅក្នុងសភៅនេះដំបូងអ្នកនិពន្ធបានពន្យល់យើងថាអ្វីទៅដែលហៅថាកំហឹងជាប្រតិកម្មធម្មជាតិដែលមនុស្សគ្រប់គ្នាមានវាមិនមែនជារឿងចម្លែកទេនៅពេលដែលអ្នកជួបរឿងមិនសមបំណងហើយធ្វើឲ្យអ្នកខឹងសម្បានោះសូម្បីតែពេលខ្លះគេបង្ហាញនូវមតិយោបល់នៅលើបណ្ដាញសង្គមដែលផ្ទុយគ្នាពីការយល់ឃើញរបស់អ្នកក៏អាចធ្វើឲ្យអ្នកខឹងបានដែរតែអ្វីដែលសំខាន់អ្នកត្រូវដឹងថាកំហឹងរបស់អ្នកកើតចេញពីណាអ្វីទៅជាដើមទងនៃការកើតឡើងនៅកំហឹងទាំងនោះដែលពេលខ្លះវាអាចคล้ายទៅជាការបង្កើតជាអំពើហិង្សាទាំងសម្ដីនិងកាយវិការថែមទៀតផងបន្ទាប់មកទៀតអ្នកនិពន្ធបានប្រាប់យើងពីផលប៉ះពាល់នៃការខឹងចំពោះសុខភាពនិងទំនាក់ទំនងនៅក្នុងសង្គមហើយជាចុងក្រោយយើងក៏បានយល់ពីវិធីគ្រប់គ្រងកំហឹងនិងតិចនិចមួយចំនួននៅក្នុងការកែប្រែកំហឹងទៅជាកម្លាំងជំរុញចិត្តផងដែរខ្លឹមសារសំខាន់នៅក្នុងសៀវភៅហេតុអ្វីយើងខឹងដែលខ្ញុំបានធ្វើការអត្ថាធិប្បាយជូនបងប្អូនទាំងអស់គ្នាស្ដាប់នៅក្នុងសប្តាហ៍នេះសូមចប់ត្រឹមប៉ុណ្ណេះអរគុណចំពោះការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ